នៅរុស្ស៊ីថ្ងៃសុក្រ10រោចខែចេសឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី20ខែមិថុនាឆ្នាំ2025បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងកងវរៈសេនាតូចនគរបាលការពារព្រំដែនដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនិងខេត្តបៃលិនរួចមកឯកឧត្តមសេនីយ៍ឯកសុកវាសនានិងលោកជំទាវព្រមទាំងគណៈប្រតិភូបានបន្តអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលអន្តោប្រវេសន៍នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូងនិងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីដោយក្នុងឱកាសចុះសួរសុខទុក្ខនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងពីរនេះឯកឧត្តមអគ្គនាយកក៏បានមានប្រសាសន៍កោតសរសើរនិងលើកទឹកចិត្តដល់កងកម្លាំងដែលបានបំពេញភារកិច្ចរបស់ខ្លួននៅក្នុងការពារបូរណភាពទឹកដីរក្សាសុវត្ថិភាពសន្តិសុខនិងបន្តសម្របសម្រួលការងារជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលបានយ៉ាងល្អប្រសើរឯកឧត្តមសេនីយ៍ឯកអគ្គនាយកនិងគណៈប្រតិភូក៏បានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនកងកម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិតសសខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃជូនចំពោះកងកម្លាំងនគរបាលអន្តោប្រវេសន៍ដែលឈរជើងតាមបន្ទាត់ព្រំដែនសូមយកចិត្តទុកដាក់ថែរក្សាសុខភាពនិងសូមមានការប្រុងប្រយ័ត្នខ្ពស់និងត្រៀមលក្ខណៈឲ្យបានជាប់ជាប្រចាំសម្រាប់ករណីចាំបាច់ណាមួយកើតឡើង